cái anh chui vô đây chạy từ bên hay trong chọc kẹt tông hay cứ nhom miên bị tao nhom miên sầm lấy bảo quạt chẳng thấyแต่เราทั้งคือquạtแตะตรงนี้quạtเฮียนโจต่อดาวกรองแตกยมเตียดบอกชมเมียนต่างรูปเพียบโจดาวกรองแตกยมเตียดคนได้ยมมันประตูข้างใส่เตะโดยซะก็ได้บอกยมอัดอ้อยดำไรยมเจียบประปนบันเฮียนนอนใส่โจดาวน้องกรองแตกแต่เธอรุ่งเขียวtrong miền này ta phải bò nâng nuôngแต่miền nào nè mấy nó cột nuông mà đọcแต่เธอรุ่งเขียวช่วยบองดิจ้าน้องไปแต่ยมข้างใส่ดังลือยมเมียนรูปเพียบแต่งออกยมเมียนแต่งสมเลงข้างใส่ดังดีใหญ่ท้าเอาแตะตรงไปได้ยมชอบแตะตรงไปได้ยมមានការសន្យាជាមួយគ្នាចារត់គាត់មានការសន្យាសម្លេងរបស់គាត់នៅក្នុងខ្ញុំក្នុងទូរស័ព្ទខ្ញុំមានចាតើចិត្តជាប្រពន្ធនរណាទៅទ្រាំបានឃើញប្តីមានស្រីថ្មីជាច្រើនលើកជាច្រើនសារហើយខាងប្តីក៏បាននាំខាងស្រីមកដល់ក្រោមផ្ទះដែលផ្ទះធ្វើរួមគ្នាជាមួយនឹងអតីតប្រពន្ធគាត់ណាបាទហើយស្រីកំណាន់របស់ប្តីរបស់បងស្រីក៏បានសន្យាជាមួយនឹងបងស្រីដែរថានឹងឈប់តាក់ទងគ្នាតែជាចុងក្រោយនៅតែប្រព្រឹត្តទង្វើដដែលដល់ថ្នាក់បងស្រីគាត់អស់ទ្រាំនៃការអត់ធ្មត់បងប្អូនទាំងអស់គ្នាចង់ដឹងថារឿងលម្អិតទៅជាបែបណាយើងទៅសាកសួរបងស្រីទាំងអស់គ្នាផងដែរសួរបងស្រីបាទថ្ងៃនេះមករកបងអូននេះមានរឿងអីកើតទុកសុខចិត្តរឿងអីបានមករកបងអូននេះបងចាបងខ្ញុំចង់ឲ្យបងមកជួយផ្សាយរឿងពីអតីតប្តីរបស់ខ្ញុំនិយាយថាអតីតចឹងចោះព្រោះគាត់ចោះចោលខ្ញុំរយៈពេលដូចជា3ខែចុងក្រោយហ្នឹងចាប់ពីខែ5មករហូតដល់ឥឡូវគឺគាត់ចោះចោលខ្ញុំហើយខ្ញុំក៏បានប្រាប់គាត់ថាសម្រុះសម្រួលគ្នាខ្ញុំអត់ចង់ដាក់ពាក្យបណ្ដឹងដល់ណាដល់ណីទេបងឯងជួយដោះស្រាយឲ្យខ្ញុំសុំផ្តិតមេដៃនិងខ្ញុំសុំសំណងដែលអ្វីគ្រាប់ររួមគ្នាជាមួយគ្នាហ្នឹងខ្ញុំសុំ2500សុំឲ្យបងឯងចូលខ្លួនមកដោះស្រាយជាមួយខ្ញុំគាត់កាត់តិចបងដំបងឡាយហ្នឹងមានរឿងអីដែរបានប្តីបងហ្នឹងចោះចោលបងឬបញ្ហាប្តីពុនតែងតែមានយើងរកស៊ីទាំងអស់គ្នាយើងរកលុយទាំងអស់គ្នាគាត់និយាយមកអត់សល់លុយអាហ្នឹងគាត់ថាអត់សល់លុយខ្ញុំថាបងឯងត្រូវគិតមុននឹងអត់សល់លុយប៉ុន្តែដល់ពេលចុងក្រោយគាត់ចោះចោលយើងទៅគឺគាត់មានស្រីបងចាចឹងមានន័យថាគាត់ចោះចោលយើងដោយសារគាត់មានស្រីចាគាត់មានស្រីបងចាប់បានបងហីខ្ញុំក្នុងមួយឆ្នាំហ្នឹងខ្ញុំចាប់បានស្រីដល់12នាក់ដែលដេកអោបលើក្រែមួយគ្នាហើយដេកអោបគ្នាលើក្រែទៀតចាបងតាមថតដល់កន្លែងខ្ញុំមានរូបភាពខ្ញុំមានផាសតាំងនៅនឹងដៃថាគាត់មានស្រីខ្ញុំហ៊ាននិយាយគឺខ្ញុំហ៊ានទទួលខុសត្រូវចាបងទទួលខុសត្រូវខ្លួនឯងណាបងណាអ្វីដែលបងនិយាយអ្វីដែលខ្ញុំនិយាយចេញទៅបើមិនពិតខ្ញុំទទួលខុសត្រូវលើផ្លូវច្បាប់ខ្លួនឯងបាទឥឡូវនេះបងចង់ទាមទារអ្វីពីប្តីបងដែរចាតែប្តីបងហ្នឹងគាត់មានស្រីថ្មីហ្នឹងបងចាខ្ញុំអត់ចង់ទាមទារអ្វីទេខ្ញុំក៏អត់ចង់បានគាត់ត្រឡប់មកវិញដែរតែអ្វីដែលខ្ញុំសុំគឺខ្ញុំសុំឲ្យគាត់មានទំនួលខុសត្រូវជាមនុស្សប្រុសយើងយកគ្នា10ឆ្នាំមិនមានសម្បត្តិអាពាហ៍ពិពាហ៍យើងមិនបានធ្វើអ្វីជាមួយគ្នាតែយើងមានកូនជាចំណងអាពាហ៍ពិពាហ៍មួយហ្នឹងហើយអញ្ចឹងខ្ញុំសុំអ្វីដែលទ្របរួមគ្នាជាមួយគាត់ខ្ញុំសុំគាត់ត្រឹមតែ2500ហើយខ្ញុំនឹងផ្តិតមេដៃឲ្យគាត់ទៅយកអ្នកណាក៏យកចោះគឺបញ្ចប់គ្នាដោយត្រឹមហ្នឹងហើយទ្របរួមដែលខ្ញុំរករួមគាត់ហ្នឹងរាល់ថ្ងៃខ្ញុំដោះបំណុលធនាគាររួចរាល់អស់ហើយគឺនៅសល់តែផ្ទះឈើ2ខ្នងនិងម៉ូតូមួយគ្រឿងទេហើយបើបងអត់ចង់បានអីច្រើនទេបងផ្ទះហ្នឹងក៏បងអត់ចង់បានវិញដែរបងសុំសំណងត្រឹមតែ$2500ដើម្បីបញ្ចប់រឿងបាទទោះបីគាត់មានស្រីមិនក៏មានទៅចាផ្ទះហ្នឹងខ្ញុំមិនអាចយកមកបានទេខ្ញុំធ្វើផ្ទះនៅខាងប្តីរបស់ខ្ញុំខាងគ្រួសាររបស់ខ្ញុំអញ្ចឹងមានន័យថាបងធ្វើផ្ទះហ្នឹងផ្ទះនៅខាងគាត់ចាអញ្ចឹងខ្ញុំទាមទារតំណងតែប៉ុណ្្នឹងទេសូមឲ្យគាត់ចូលខ្លួនមកដោះស្រាយហើយរឿងហ្នឹងគឺខ្ញុំបញ្ចប់ដោយស្នាមមេដៃឲ្យគាត់ដោយស្នាមញញឹមគាត់ចង់ទៅយកអ្នកណាក៏យកចោះខ្ញុំសុំតែប៉ុណ្្នឹងបាទពេលបងតាមតាន់ប្តីបងគេជាមួយស្រីផ្សេងបងមានបានណែនបងទៅស្រីផ្សេងទេបានមានការជប់តាក់ទងជាមួយប្តីបងគាត់ធ្លាប់មានស្រីយើងធ្លាប់ចាប់បានសពបែបយ៉ាងគឺគាត់ក៏មកត្រូវយើងពីខែ1ដល់ខែ4បើពេលរយៈពេលចូលឆ្នាំហើយគាត់ក៏យកស្រីនឹងមកវិញដដែលអញ្ចឹងខ្ញុំអត់អាចលើកលែងហើយខ្ញុំក៏អត់អាចយកគាត់បន្តទៀតបានដែរព្រោះការលើកលែងហ្នឹងវាលើកលែងមកនៅជុំគ្នា3ខែហើយមករស់នៅមួយគ្នា3ខែហើយប៉ុន្តែមិនអាចចុះសម្រុងគ្នាគាត់នៅតែលួចតាក់តងឆាតទៅឆាតមករហូតដល់រងថ្ងៃឥឡូវគាត់បរត់គ្នាទៅហើយអញ្ចឹងមានន័យថាបងចាប់បាន3ដុល្លារហ្នឹងបងផ្ដល់ឱកាសឲ្យគាត់ដែរណាបងណាចាខ្ញុំផ្ដល់ឱកាសឲ្យក្នុងមួយឆ្នាំហ្នឹងខ្ញុំផ្ដល់ឱកាសឲ្យទម្រាំតែខ្ញុំឈានជើងមកដល់កន្លែងសារព័ត៌មាននេះបងបាទខាងស្រីគាត់ដឹងថាបងមានប្តីខាងស្រីដឹងឮខ្ញុំមានរូបភាពទាំងអស់ខ្ញុំមានទាំងសម្លេងខាងស្រីនឹងនិយាយថាអត់តាក់តងប្តីខ្ញុំឈប់តាក់តងប្តីខ្ញុំមានការសន្យាជាមួយគ្នាចារាល់គាត់មានការសន្យាសម្លេងរបស់គាត់នៅក្នុងខ្ញុំក្នុងទូរស័ព្ទខ្ញុំមានចាឯងជួយយកប្តីចឯងទៅវិញហើយខ្ញុំឈប់តាក់តងហើយខ្ញុំហ៊ាននិយាយហ៊ានចង់មកព្រោះឲ្យប្តីចឯងនេះវាវាមកខ្ញុំនេះវាយវាស្បែកកវាខ្ញុំប្រាប់វាយវាហើយកុំមកញញ៉ៃទៀតខ្ញុំប្រាប់ខ្ញុំមកខ្ញុំកិច្ចសម្បើមកឲ្យមកញញ៉ៃដែរចឹងឡើយខ្ញុំសិនឡើយហ្នឹងដល់ហើយមកខ្ញុំហ្នឹងក៏លេងមកខ្ញុំនិយាយថងមកខ្ញុំឃើញចាំមែនតាមគាត់ដល់ហើយប្រចាំទៅលោកក៏ប៉ុន្តែឡើយគាត់ដល់លេងឲ្យតែម្ដងហ្នឹងវាគាត់មកញញ៉ៃទៅមកញញ៉ៃមកនេះមកដល់កន្លែងការទៅលុកមកកន្លែងការលោកគាត់ដល់ស្រីហើយគាត់ទៅចាញ់ប្រចាំទៅថាកុំឲ្យញញ៉ៃមកស្អីទៅហើយមកខ្ញុំក៏អត់គាត់អត់ញញ៉ៃវិញតែខ្ញុំនិយាយខ្ញុំនិយាយចឹងមកបើហើយថងចាយគាត់ចាហើយថងចាយឌីប្រមាគេទៀតចាយកុំឌីប្រមាគេសម្រាប់ 2K 2 5ចាយចាយទៅប្រមាគេមកលើមានច្បាប់ប្រមាគេអាចនឹងប្រឹងចាញ់តាមចាយកុំធ្វើចឹងទៅចាយនិយាយទៅសន្តិទីអូចាញ់ចាអសហ្នឹងគាត់យល់តែរាល់ថ្ងៃគឺគាត់តាក់តងគ្នាគាត់ហ៊ានចូលទៅដល់ក្រុមផ្ទះខ្ញុំទៀតបងខ្ញុំមានទាំងរូបភាពចូលដល់ក្រុមផ្ទះខ្ញុំទៀតប៉ុន្តែខ្ញុំមិនបន្តខាងស្រីទេដោយសារប្តីរបស់ខ្ញុំអត់ឲ្យតម្លៃខ្ញុំជាប្រពន្ធបានហ៊ាននាំស្រីចូលដល់ក្នុងក្រុមផ្ទះដែលធ្វើរួមគ្នាចង់មានន័យថាប្តីបងហ្នឹងនាំ
តែមានអ្នកថ្មីហ្នឹងគាត់នាំមកដល់ផ្ទះធ្វើរួមគ្នាជាមួយបងទៀត ចាក្នុងពេលដែលខ្ញុំនៅទីក្រុងភ្នំពេញគាត់នាំទៅហើយប៉ុន្តែបងប្អូនគាត់សាច់ញាតិគាត់អត់ប្រាប់ទេហើយខ្ញុំក៏មានរូបភាពម្នាក់ស្រីហ្នឹងនៅក្រោមផ្ទះខ្ញុំដែរបើខុសពីកន្លែងក្រោមផ្ទះខ្ញុំហ៊ានទទួលខុសត្រូវថារូបហ្នឹងនៅក្រោមផ្ទះអ្នកណា ចិត្តជាប្រពន្ធណាបងណាប្តីបែបហ្នឹងក្នុងអារម្មណ៍បងប្អូន ឥឡូវនេះបងអត់ចង់បានអីវែងឆ្ងាយបងចង់បានតែសំណង$2,500ហើយខ្ញុំបញ្ចប់រឿងបងយកកូនមួយហ្នឹងទៅ ចាបងចិត្តជាមនុស្សស្រីអត់មានអ្នកណាទទួលយកបានទេបងតែបើប្តីរឿងស្រីពេលខ្លះយើងក៏ទុកឱកាសឲ្យប្តីដែរប៉ុន្តែបើយើងអត់មានតម្លៃសម្រាប់គេអីក៏ឲ្យគេចោះទៅចោះហើយយើងសុំដោយវិធីយូរហើយយើងសុំដោយស្រួលយូរហើយថាខ្ញុំសុំបានតែប៉ុណ្្នឹងទេសុំបញ្ចប់ទៅប៉ុន្តែហេតុផលរបស់គាត់គឺគាត់និយាយមកគាត់អត់ដោះស្រាយឲ្យយើងគាត់មិនផ្ដល់ឲ្យយើង ពេលដែលបងទៀមទាការដោះស្រាយហ្នឹងតើខាងប្រុសដែលត្រូវជាប្តីរបស់បងហ្នឹងគាត់លើកឡើងដូចម្ដេចខ្លះដែរបង គាត់និយាយថាយើងហ្នឹងបំផ្លាញលុយបំផ្លាញអស់ហើយមកឆ្លោះគាត់ទៀមទាលុយខ្ញុំឲ្យគាត់យកផោះតាំងខ្ញុំបំផ្លាញលុយមកហើយអ្វីដែលគាត់រកឲ្យខ្ញុំក្នុងមួយខែ800ក្នុងរយៈពេល3ឆ្នាំខ្ញុំគុណតួលេខឲ្យគាត់ហើយក្នុងមួយខែគាត់ឲ្យខ្ញុំ800ខ្ញុំជួលផ្ទះជួលនៅកំពង់សោមមួយខែ100ផ្ញើឲ្យកូនចាយមួយខែ150បង់ធនាគារមួយខែ320បងខ្ញុំអត់រាប់ការចំណាយផ្ទាល់ខ្លួនឯងទេខ្ញុំមានបូកដកបញ្ជីឲ្យគាត់ឲ្យអស់ហើយមុននឹងខ្ញុំហ៊ានឈានជើងមកដល់ចំណុចហ្នឹង បាទឥឡូវចុងក្រោយបងមានអីសំណូមពរទៅកាន់ប្តីរបស់បងអត់អតីតប្តីរបស់បងថាដោះស្រាយមួយបងឬក៏ផ្ដល់សំណងឲ្យបងអាចណាបាច់ណា ខ្ញុំសុំសំណូមពរទៅគាត់តែប៉ុណ្្នឹងទេសុំឲ្យគាត់រកវិធីអ្វីក៏ដោយអានេះជារឿងគ្រួសាររបស់គាត់ទៅហើយព្រោះយើងបែកគ្នាអញ្ចឹងខ្ញុំសុំតែសំណងប៉ុណ្្នឹងតែបើសិនជាគាត់នៅតែប្រើពាក្យភាសាថាមិនបានមកកាក់ពីម៉ាស៊ីនពីគាត់អាហ្នឹងគឺខ្ញុំនឹងធ្វើតាមនឹងនីតិវិធីខ្លួនខ្ញុំ បាទឲ្យបងសូមបញ្ជាក់បងមួយទៀតបើសិនជាអតីតប្តីរបស់បងគាត់ចង់មកទល់មុខមួយបងចង់ដោះស្រាយគ្នាហ្នឹងបងអូខេណាបងចាំចំណេញបងចាំចំណេញនៅអ្វីដែលខ្ញុំនិយាយចា ការបងស្រីជូន បាទបងប្អូនទាំងអស់គ្នាបាទចិត្តជាប្រពន្ធណាបាទឃើញប្តីនាំស្រីថ្មីមកដល់ក្រោមផ្ទះដែលធ្វើរួមគ្នាក៏មិនខឹងក៏មិនអីនៅតែលើកលែងទោសឲ្យប្តីតែជាចុងក្រោយក៏នៅតែនៅជាមួយនឹងគ្នាមិនចុះសម្រុងនឹងគ្នាដោយបងស្រីក៏បានផ្ដាច់ទំនាក់ទំនងគ្នាអស់រយៈពេលជា3ខែមកហើយបាទតាំងពីខែ5មកទល់នឹងពេលនេះហើយបងស្រីក៏គាត់មិនចង់ទៀមទាពីអ្វីពីប្តីរបស់គាត់ដែរធ្វើមិនទេបាទប្តីរបស់គាត់គឺមានអ្នកថ្មីចឹងហើយគាត់ក៏សុខចិត្តសុំតាខាងប្តីនោះសុំត្រឹមតា$2,500ប៉ុណ្ណោះដើម្បីយកមកចិញ្ចឹមកូនផ្គត់ផ្គង់នៅក្នុងគ្រួសារនៅក្នុងជីវភាពណាបាទព្រោះថាប្តីរបស់គាត់ហ្នឹងគឺមិនមែនមានស្រីតែមួយលើកទេគឺថាមានច្រើនលើកហើយបាទហើយខ្ញុំផ្សាយចេញទៅនេះខ្ញុំនឹងស្វាគមន៍បងប្រុសដើម្បីមកបកស្រាយជានិច្ចបាទបើសិនជាបងបានឃើញព័ត៌មាននេះហើយបងចង់បកស្រាយឬមួយយ៉ាងណាបងអាចបកស្រាយបានទល់មុខគ្នាបានជាមួយនឹងអតីតប្រពន្ធបងវិញបានដូចគ្នាបាទព្រោះខ្ញុំផ្សព្វផ្សាយទៅនេះខ្ញុំមិនអាចថាកាន់ជើងដល់ខាងណាខុសខាងណាត្រូវបានទេព្រោះខ្ញុំមិនបាននៅក្នុងរឿងអង្គហេតុនេះបាទអញ្ចឹងបើសិនជាបងមានការចង់បកស្រាយបែបណាអីយើងអាចមកទល់មុខគ្នាបានបាទអញ្ចឹងជុំវិញនៅវីដេអូនេះផងដែរខ្ញុំបាទក៏មិនមានអ្វីច្រើនដែរគ្រាន់តែចង់ជម្រាបជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាខ្លីៗឲ្យបានជ្រាបជាព័ត៌មានតែប៉ុណ្ណេះបើសិនជាមានអ្វីបន្ថែមខ្ញុំបាទរតនារួមទៅក្រុមការងារនឹងអាចដែលជួបពុកម៉ែបងប្អូនជាបន្តផងដែរបាទសូមអរគុណ